không có là mồm lụa cho trang khmái nè bông phồn cho trang khmái chụp mà đo hai bông phồn tá bông phồn tìm lụa mòn hai đường này bông phồn bà sân chỉ bông phồn tìm lụa món ta bông phồn đăng được sạch thế ta thôiอย่างណាឲ្យលក់មន់នៅពេលដែលចូលឆ្នាំខ្មែរនេះឲ្យបានថ្លៃអញ្ចឹងបើសិនជាបងប្អូនចង់ដឹងបងប្អូនចូលមើលវីដេអូនេះទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនសម្រាប់បងប្អូនដែលបាន Subscribe Channel វីដេអូរបស់ខ្ញុំហើយសម្រាប់បងប្អូនដែលមិនទាន់បាន Subscribe សូមបងប្អូនបាន Subscribe ដើម្បីបានទទួលវីដេអូពីខ្ញុំពី2ទៅ3វីដេអូក្នុងមួយសប្តាហ៍និយាយអំពីការចិញ្ចឹមមាន់ស្រែការចិញ្ចឹមមាន់នៅផ្ទះនៅពេលដែលបងប្អូនទំនេរទាំងអស់គ្នាអ្នកដែលចិញ្ចឹមមាន់សាច់ត្រៀមលក់ចូលឆ្នាំខ្មែរនេះបងប្អូនច្បាស់ជាសប្បាយចិត្តហើយមែនទេបងប្អូនពីព្រោះបងប្អូននឹងមានមាន់ក្នុងការលក់បងប្អូនមានមាន់ច្រើនខ្ញុំគិតថាបងប្អូនត្រៀមលក់រួចជាស្រេចទៅហើយមុននឹងខ្ញុំនិយាយអំពីវិធីក្នុងការលក់មាន់ឲ្យបានថ្លៃក្នុងកំឡុងពេលចូលឆ្នាំខ្មែរនេះតើខ្ញុំចង់សួរសំណួរបងប្អូនមួយតើរាល់ថ្ងៃនេះនៅតំបន់បងប្អូនតម្លៃមាន់1គីឡូប្រហែលដែរបងប្អូន1គីឡូ 18000 រៀលឬក៏ 20000 រៀលឬក៏ 20000 រៀលលើសទៅហើយតើបងប្អូននៅតំបន់បងប្អូន1គីឡូប្រហែលដែរបងប្អូនជួយសរសេរនៅក្នុង comment ប្រាប់ខ្ញុំផងបាទបងប្អូនជាក់ស្ដែងតើតើនឹងការលក់មាន់យើងមានវិធីសាស្ត្រក្នុងការលក់ដែលធ្វើយ៉ាងណាឲ្យមាន់របស់យើងលក់បានថ្លៃនៅកំឡុងពេលចូលឆ្នាំខ្មែរនេះអញ្ចឹងសម្រាប់ខ្ញុំមាន4ចំណុចបងប្អូន4ចំណុចខ្ញុំមាន4ចំណុចសម្រាប់ខ្ញុំត្រៀមលក់មាន់របស់ខ្ញុំនៅកំឡុងពេលចូលឆ្នាំខ្មែរនេះឲ្យបានថ្លៃសម្រាប់ខ្ញុំជ្រើសរើសមាន់លក់នៅពេលដែលចូលឆ្នាំនេះគឺខ្ញុំជ្រើសរើសមាន់ដែលស្អាតបើន័យថាគឺមាន់ដែលមានរោមស្អាតមានរោមជិតខ្លួនហើយទម្ងន់វាវិញចាប់ពី1គីឡូកន្លះឡើងទៅអញ្ចឹងបងប្អូនបើសិនជាក្រោម1គីឡូកន្លះគឺខ្ញុំអត់លក់ទេអញ្ចឹងមាន់ដែលយើងត្រូវប៉ាន់នោះទេនោះគឺបងប្អូនគឺពី1គីឡូកន្លះទៅ2គីឡូឬក៏2គីឡូកន្លះហើយបើសិនជាធំជាងនេះអ្នកដែលគាត់ទិញក៏គាត់មិនសូវហ៊ាននឹងចង់ទិញដែរពីព្រោះវាធ្ងន់ពេកវាខាតគាត់អញ្ចឹងបងប្អូនបើសិនជាមាន់យើងលើសពី2គីឡូ5ខាំទៅអ្នកទិញប្រហែលជាគាត់មិនសូវចង់ទិញទេណាបងប្អូនបាទបងប្អូនសម្រាប់មាន់ដែលយើងគួរតែលក់នៅពេលដែលចូលឆ្នាំខ្មែរនេះគឺយើងជ្រើសរើសមាន់ដែលមិនមានជំងឺអញ្ចឹងបើសិនជាមាន់បងប្អូនលក់ឲ្យអ្នកលក់ដែលមាន់ដែលឈឺខ្ញុំគិតថាអ្នកលក់គាត់មិនចង់ទិញទេហើយបើសិនជាគាត់ទិញគាត់ឲ្យនៅតម្លៃថោកមែនទែនបើទីផ្សារគេលក់18000 រៀលប្រហែលជាគាត់មិនឲ្យ18000 រៀលទេគាត់អាចនឹងឲ្យតម្លៃទៀបជាងនឹងអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ខ្ញុំត្រៀមមាន់ដែលមិនឈឺខ្ញុំត្រៀមមាន់ដែលស្អាតមានសុខភាពល្អមើលទៅគឺជាទាក់ភ្នែកសម្រាប់អ្នកទិញណាបងប្អូនខ្ញុំគិតថាសម្រស់របស់មាន់យើងក៏លក់ជាចំណែកមួយដែលធ្វើឲ្យមាន់របស់យើងលក់បានថ្លៃដែរបាទបងប្អូនចំណុចទី2គឺជាចំណុចដែលធំសំខាន់អញ្ចឹងឧទាហរណ៍ថាឥឡូវនេះជាក់ស្ដែងនៅក្នុង2សប្តាហ៍ទៀតយើងនឹងដល់ចូលឆ្នាំខ្មែរ2សប្តាហ៍ទៅ3សប្តាហ៍ទៀតយើងដល់ចូលឆ្នាំខ្មែរអញ្ចឹងបើសិនជាមាន់របស់បងប្អូនមិនទាន់គ្រប់គីឡូទេបងប្អូនបានន័យថាវាមិនទាន់បានមើលទៅវាតូចពេកវាល្អិតពេករោមវាអត់ទាន់ពេញអីអញ្ចឹងបងប្អូនចាប់ពីចន្លោះពី2អាទិត្យទៅ3អាទិត្យនេះបងប្អូនចាប់ផ្ដើមបុកចំណីបងប្អូនបុកចំណីថែមដាក់ចំណីស៊ីឲ្យច្រើនជាងមុនបាទឲ្យវាស៊ីកស៊ីឲ្យវាស៊ីពោតស៊ីកតក់ស៊ីចំណីលាយស៊ីអីតាមរូបមន្តរបស់បងប្អូនដែលធ្លាប់ចិញ្ចឹមបងប្អូនដាក់ឲ្យច្រើនជាងមុនទៅមាន់របស់បងប្អូននឹងឡើងគីឡូលឿនក្នុងរយៈពេល2សប្តាហ៍ទៅ3សប្តាហ៍នេះអញ្ចឹងបងប្អូនចំណុចមួយទៀតនោះគឺបំពន់វាឲ្យបានឆាប់ធំឆាប់ដល់ពេលដែលលក់ហើយកាលណាលក់ទៅឃើញសាច់គីឡូទៅលុនអ្នកទិញគេចង់បានបងប្អូនហើយដើម្បីឲ្យមាន់របស់យើងឡើងគីឡូមាន់ឲ្យយើងនឹងគ្រប់ស្តង់ដារគីឡូដែលអ្នកទិញគាត់ចង់បានបងប្អូនដាក់ចំណីដាក់ទឹកដែលស្អាតកុំឲ្យធ្វើម៉េចកុំឲ្យដាច់ទឹកកុំឲ្យដាច់ចំណីណាបងប្អូនឥឡូវនេះខែក្តៅហើយអញ្ចឹងបងប្អូនត្រូវមើលថែវាឲ្យបានឡើងគីឡូល្អដើម្បីយើងលក់ទៅបានថ្លៃបាទបងប្អូនចំណុចទី3អ្វីដែលខ្ញុំត្រូវនៅតែធ្វើគ្រប់ពេលវេលានោះគឺចំណុចទី3បងប្អូនចំណុចដែលសំខាន់ទី3គឺបងប្អូននៅតែបន្តការធ្វើជីវសុវត្ថិភាពឬក៏សម្អាតទ្រុងបោះលាមកមាន់ធ្វើម៉េចកុំឲ្យមាន់យើងឈឺក្នុងរយៈពេល2ទៅ3សប្តាហ៍នេះបងប្អូនយើងត្រូវសម្អាតទ្រុងរបស់យើងមើលកន្លែងណាមានលាមកមាន់ច្រើនយើងប្រមូលចោលអង្កាមដូចខ្ញុំអញ្ចឹងមានអង្កាមមានអីខ្មៅខ្វែកខ្វៃគឺខ្ញុំត្រូវតែប្រមូលចោលហើយអញ្ចឹងបងប្អូនខ្ញុំមិនទុកឲ្យវានៅស្អុយធ្វើឲ្យមាន់របស់ខ្ញុំឈឺទេអញ្ចឹងនៅសល់តែ2ទៅ3សប្តាហ៍ទៀតយើងដល់ចូលឆ្នាំខ្មែរហើយបើសិនជាមាន់របស់យើងឈឺក្នុងកំឡុងពេលនេះចូលជំងឺឧទាហរណ៍ជំងឺញូកាសឬក៏ផ្ដាសាយបាក់សីអីអាសន្នរោគអីយើងច្បាស់ជាខាតធំហើយបងប្អូនយើងចិញ្ចឹម3ខែ4ខែហើយស្រាប់ទៅដល់ពេលលក់វាទៅជាងាប់អស់អាហ្នឹងគឺយើងច្បាស់ជាខាតធំមែនទេបាទបងប្អូនជាក់ស្ដែងបងប្អូនកន្លែងខ្លះតំបន់ខ្លះបងប្អូនឈ្មួញអ្នកទិញបងប្អូនគាត់ទិញតាំងពីគីឡូ2 1គីឡូ3ឡើងទៅអញ្ចឹងសម្រាប់ខ្ញុំ1គីឡូ5ខ្ញុំគិតថាវាក៏គួរសមប៉ុន្តែវាអាស្រ័យទៅលើតំបន់បងប្អូនដែរបងប្អូនបើសិនជាតំបន់បងប្អូនកន្លែងខ្លះគាត់ទិញ1គីឡូ2 1គីឡូ3ហើយបើសិនជាបងប្អូនចង់លក់ជាការសម្រេចចិត្តរបស់បងប្អូនចង់លក់ក៏បានបងប្អូនឲ្យតែឃើញចំណេញបងប្អូនលក់ទៅបាទដូចជាស្ដែងមេនេះបងប្អូនបើបងប្អូនចង់ទិញបងប្អូនខមមិននៅក្នុងខមមិននៅក្នុងវីដេអូរបស់ខ្ញុំលក់ឲ្យមួយតា20000នេះបងប្អូនមេនេះ
មេនេះមិនក្រោម1គីឡូ5ទេបងប្អូនលក់ឲ្យតែ 20,000 រៀលទេបាទអញ្ចឹងបើសិនជាបងប្អូនចង់ទិញបងប្អូនចុច comment នៅក្នុងវីដេអូនេះ 20,000 ខ្ញុំទុកឲ្យមេនេះគឺសម្រាប់លក់បងប្អូនខ្លីត្បិតតែជើងលឿងអីក៏ពិតមែនប៉ុន្តែខ្ញុំឃើញសាច់ស្អាតទៀងស្អាតដែរប៉ុន្តែខ្ញុំមានមេច្រើនហើយអញ្ចឹងបងប្អូនខ្ញុំអាចលក់បងប្អូនបានបើសិនជាបងប្អូនចង់ទិញខ្ញុំលក់ឲ្យមួយតែ 20,000 នេះមេនេះបាទបងប្អូនមើលរៀងវាធំណាហើយពោវាស្អាតដែរបាទចំណុចទី4ជាចំណុចដែលសំខាន់បំផុតលក់បានថ្លៃបានថោកគឺចំណុចទី4នេះបងប្អូនអញ្ចឹងឥឡូវនេះទីផ្សារគឺសេរីបងប្អូនមានវិធីសាស្ត្រលក់ផ្សេងគ្នាមិនអញ្ចឹងទេបងប្អូនអញ្ចឹងតើបងប្អូនធ្វើម៉េចលក់មន់របស់យើងឲ្យបានថ្លៃនៅកំឡុងពេលមុនចូលឆ្នាំខ្មែរនេះបងប្អូនត្រូវធ្វើម៉េចអញ្ចឹងឥឡូវបងប្អូនជួយសេគំនិតរបស់បងប្អូននៅក្នុង comment របស់ខ្ញុំសម្រាប់ខ្ញុំដើម្បីលក់បានថ្លៃបងប្អូនបងប្អូនយើងមួយចំនួនឥឡូវនេះគាត់ចូលចិត្តលក់តាមអនឡាញបងប្អូនលក់អនឡាញមានន័យថាគាត់មានទូរស័ព្ទមួយគាត់ថតមន់របស់គាត់ទៅបងប្អូននេះគាត់ថតមន់របស់គាត់ប្រាប់ទៅថាមន់នេះប្រហែលគីឡូហើយអាយុប្រហែលខែហើយគាត់អាចលក់1គីឡូតម្លៃ 18,000 19,000 ឬក៏ 20,000 បងប្អូនគាត់លក់តាមអនឡាញអញ្ចឹងនេះជាវិធីសាស្ត្រមួយក្នុងការលក់អញ្ចឹងបងប្អូនបើអ្នកណាឲ្យថ្លៃយើងលក់ឲ្យអ្នកនឹងព្រោះយើងចិញ្ចឹមចង់បានចំណេញអញ្ចឹងបើសិនជាយើងចំណេញយើងគួរតែលក់ឲ្យបានថ្លៃពីព្រោះយូរបងប្អូន3ខែ4ខែត្រឹមតែយើងបានលក់មន់មួយវាចំណាយពេលយូរអញ្ចឹងយើងគួរតែលក់ឲ្យបានថ្លៃទៅតាមតម្លៃដែលយើងចង់បានអូនមួយទៀតយើងគួរតែលក់មុនពេលចូលឆ្នាំខ្មែរប្រហែលជាមួយអាទិត្យឯងបងប្អូនឆ្នាំនេះយើងចូលឆ្នាំខ្មែរនៅថ្ងៃទី14 15 16 ខែមេសាឆ្នាំ2026អញ្ចឹងគឺជាថ្ងៃចូលឆ្នាំខ្មែរអញ្ចឹងយើងគួរតែលក់មុននៅបានមួយអាទិត្យឬក៏3 4 5ថ្ងៃមុនអញ្ចឹងបងប្អូនបាទអញ្ចឹងកំឡុងពេលនេះសម្រាប់ខ្ញុំគិតថាទីផ្សារមន់កំពុងតែឡើងថ្លៃហើយប្រហែលជាមួយអាទិត្យមុនពេលចូលឆ្នាំអញ្ចឹងបងប្អូនជ្រេមើលអ្នកម៉ួយណាបងប្អូនមានម៉ួយច្រើនបងប្អូនក៏មានម៉ួយតែមួយអញ្ចឹងទី1បងប្អូនលក់តាម Facebook លក់តាមអនឡាញលក់តាមវិធីសាស្ត្រណាក៏បានដែរឲ្យតែបានថ្លៃហើយទី2បងប្អូនជ្រេអ្នកលក់ធម្មតាអ្នកទិញគេដឹងថាយើងមានមន់ទេគេមកសួរយើងឯងបងប្អូនគេមកសួរយើងហើយមួយទៀតបើសិនជាគេមិនមកសួរយើងផ្សព្វផ្សាយពីផលិតផលយើងទៅធ្វើម៉េចលក់ឲ្យបានតម្លៃមន់នេះក្នុងមុនពេលចូលឆ្នាំខ្មែរពី3ថ្ងៃ5ថ្ងៃឬក៏មួយសប្តាហ៍ខ្ញុំគិតថាជាពេលវេលាមួយដែលតម្លៃមន់របស់យើងកំពុងតែឡើងថ្លៃហើយអញ្ចឹងបើយើងលក់មុននឹងយូរពេកក៏ប្រហែលជាមិនល្អដែរពី5ថ្ងៃពី3ថ្ងៃទៅមួយអាទិត្យជាពេលវេលាដែលយើងគួរតែលក់មន់មុនពេលចូលឆ្នាំខ្មែរពីព្រោះអ្នកដែលគាត់ត្រូវការទិញហ្នឹងគាត់ត្រូវការទិញប្រហែលជាគាត់ទិញអាចនឹងគាត់ទិញស្តុកទុកមួយសប្តាហ៍ឬក៏2សប្តាហ៍ហ្នឹងពូជយកអស់ពូជយកសក់ខ្មៅអានេះឈ្មោលអានេះគឺឈ្មោលដែរអានេះមេ3នេះមេនឹងចាប់មេទៀតបាទពូអាមកវាថាពេកពេកវាស្ទង់ទៅវាថាវាជាដល់តែហ្នឹងឃើញជើងលឿងល្អអត់មេសក់ឯណាសក់មួយហើយបងប្អូនតើបងប្អូនមានមន់ច្រើននេះលក់នៅពេលដែលចូលឆ្នាំខ្មែរនេះសម្រាប់ខ្ញុំមានប្រហែលជា20ក្បាលដែរបងប្អូនខ្ញុំមានប្រហែលជា20ក្បាលអញ្ចឹងខ្ញុំគិតថាមួយក្បាលហើយហោចណាស់ក៏បាន2 30000ដែរបងប្អូនខ្ញុំសង្ឃឹមថាបងប្អូនលក់បានមន់ថ្លៃទាំងអស់គ្នាយ៉ាងហោចណាស់ក៏1គីឡូ18000ទៅ1គីឡូទៅ20000ក្នុង1គីឡូដែរជូនពរបងប្អូនទាំងអស់គ្នាលក់បានមន់ថ្លៃទាំងអស់គ្នាហើយសង្ឃឹមថាយើងជួបគ្នានៅវីដេអូក្រោយបើសិនជាបងប្អូនចូលចិត្តវីដេអូនេះបងប្អូនជួយចុច Subscribe សម្រាប់បងប្អូនដែលមិនទាន់បាន Subscribe ហើយចុងក្រោយជូនពរបងប្អូនឲ្យមានតែសុភមង្គលនៅក្នុងក្រុមគ្រួសារជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខកំឡុងពេលមុនចូលឆ្នាំខ្មែរបងប្អូនមានដំណើរកម្សាន្តទៅទីណាសូមប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា